នេះគឺជាឯកសារបញ្ជាក់ពីភាគហ៊ុននៃអាជីវកម្មស្នូលរបស់ក្រុមហ៊ុនអាននិងសៀវភៅផែនការអនាគតការរួមបញ្ចូលធនធានការសហការគ្នាដ៏រឹងមាំឲ្យតែអ្នកទាំងអស់គ្នាយល់ព្រមខ្ញុំនឹងគ្រប់គ្រងទីផ្សារគ្រឿងអលង្ការថ្ងៃក្រោយពួកយើងនឹងចែករំលែកភាពមានបានជាមួយគ្នាតើមានអ្នកណាមានមិត្តទៀតទេពិតជាថោកទាបមែនល្អណាស់ខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅទីនេះមិនបានធ្វើអ្វីសោះតែចង់បានផលប្រយោជន៍ខ្ញុំសូមគោរពអ្នកទាំងអស់គ្នាឃ្លាំងលេខ7នោះគឺជាឃ្លាំងដើមដែលប៉ាម៉ាក់លួចទិញកាលពីមុនសូម្បីតែខ្ញុំក៏មិនដឹងពីទីតាំងច្បាស់លាស់នឹងសល់នៅឯណាដែរហេតុអីបានជាឯកសារកម្មសិទ្ធិនៅនឹងដៃពូទី2ទៅវិញពូទី2ឯកសារកម្មសិទ្ធិឃ្លាំងលេខ7ហេតុអីបានជានៅនឹងដៃពូកុំប្រាប់ណាថាប៉ាម៉ាក់ខ្ញុំយីងរឿងខ្លះដឹងច្បាស់ពេកវាមិនល្អសម្រាប់ក្មួយទេមើលទៅក្មួយឯងដូចជាប៉ាម៉ាក់ក្មួយអញ្ចឹងមិនយល់ពីបំណងល្អរបស់ពូសោះអានថៃមនុស្សមកខ្នងបោកដូចជាលោកគួរតែទៅស្លាប់ទៅអត់ធ្មត់សិនទៅថ្ងៃស្អែកលោកម្ចាស់នឹងក្លាយជាកម្ពូលចៅហ្វាយនេះហើយឯងត្រូវរកឱកាសមិនអាចប្រថុយទេលែងខ្ញុំមើលថៃកូនក្រមុំឯងឲ្យបានល្អផងបាត់ខ្ញុំច្បាស់ជាមើលថៃនាងឲ្យបានល្អយីងឃើញទេឥឡូវនេះប្រធានអានគឺជាស្ដេចនៃទីក្រុងមីងយ៉ាងហើយចំណែកខ្ញុំវិញគឺនៅក្រោមមនុស្សម្នាក់តែនៅលើយ៉ាងច្រើនចាប់ពីពេលនេះទៅខ្ញុំលក់វត្ថុធាតុដើមអ្វីពួកគេត្រូវតែទិញវត្ថុធាតុដើមនោះមិនត្រឹមតែភាគហ៊ុនវត្ថុបុរាណសូម្បីតែមនុស្សស្រីឲ្យតែមានលុយអ្វីក៏អាចដោះដូរបានដែរលោកគ្រូទោះបីជាខ្ញុំស្លាប់ក៏ខ្ញុំមិនព្រមឲ្យពួកសត្វត្រឆានទាំងនេះបំផ្លាញទីក្រុងមីងយ៉ាងដែរចាប់ចោលត្រូវចាប់មេវាសិនប្រយ័ត្ន